សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមកបង្ហាញមួយទាក់ទងជាមួយការ generate AI អាច generate ពី text ទៅជារូបភាពប្លែកៗបែបនេះបានអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ generate រយៈពេលប្រហែលជា2ឬក៏3នាទីអ្នកទាំងអស់គ្នាបានរូបភាពស្អាតដូចជារបស់ខ្ញុំអញ្ចឹងយើងចូលទៅធ្វើទាំងអស់គ្នាយើងបើកមកជ្រោមមកឬក៏ជ្រោមអញ្ចឹងយើង search ពាក្យថា bring image creator អញ្ចឹងមកអញ្ចឹងយើង scroll មកក្រោមទៀតអូខេយើងហៅពាក្យរបស់ Microsoft មិនមួយនេះទេមួយហ្នឹងចូលទៅយើង generate កើតទេយើងចូលទៅខាងក្រោមមួយទៀតមួយទៀតនេះMicrosoft Bring នេះអញ្ចឹងយើងបើកមកអូខេយើងបើកមកកន្លែងនេះវាឲ្យយើង upload text វាដាក់ថា create image from word to with AI អញ្ចឹងយើងដាក់ text បើយើងមកអញ្ចឹង text នៅលើ notepad អញ្ចឹង notepad នេះអ្នកនរគ្នាអាចសរសេរដូចខ្ញុំចេះក៏បានដែរអញ្ចឹងយើងអាច generate បានទៅរូបដូចខ្ញុំអញ្ចឹងចឹងបើយើងចង់កែឬក៏អ្នកនរគ្នាមានពាក្យពេចន៍ផ្សេងអាចកែបានអញ្ចឹងក៏ copy មក copy text ហ្នឹងមកឬក៏អ្នកនរគ្នាអត់មានទេអ្នកនរគ្នាសរសេរឲ្យ copy ចូលក៏បានសរសេរនៅក្នុងនឹងយកស្រាប់ក៏បានដែរអញ្ចឹងខ្ញុំ copy ហើយ paste ចូលយើងpaste មកអូខេអញ្ចឹងយើងចុច join and create ហ្នឹងមកជាដំបូងវាទាមទារឲ្យយើង login email address សិន login account របស់យើងអញ្ចឹងយើង login email មកយើងចូលមកដល់ហើយចូលមកដល់វាកំពុងតែ create ពាក្យខាងស្ដាំកំពុងតែ creating អញ្ចឹងយើងរងចាំបន្តិចមកអូខេនេះយើងបានហើយរូបភាពបើអ្នកទាំងអស់គ្នាចង់បាន style ផ្សេងអ្នកទាំងអស់គ្នាអាច select បដូរបានអញ្ចឹងកន្លែងនេះវាមានប្រភេទផ្សេងទៀតអញ្ចឹងអ្នកទាំងអស់គ្នាក៏ចុចមកគឺវា move ទៅ generate ឲ្យម្ដងទៀតយើងអាចចុច create ម្ដងទៀតក៏បានដែរអញ្ចឹងចុច create មកយើងចាំបន្តិចដោយសារវាត្រូវការ process generate អញ្ចឹងអ្នកនរគ្នាបានរូបភាពណាអូខេអញ្ចឹងអ្នកនរគ្នាបើចង់កែ text ឬក៏អីក៏បានដែរអ្នកនរគ្នាគ្រាន់តែ edit មកយើងដាក់ text អីផ្សេងអញ្ចឹងណាអញ្ចឹងtext នេះចាំមើលខ្ញុំតេស្តដូរពីប៉ារីសទៅភ្នំពេញអញ្ចឹងអ្នកនរគ្នាសេមកដាក់ភ្នំពេញអញ្ចឹងណាអូខេអញ្ចឹងយើងចុច generate create ម្ដងទៀតមកអូខេចាំតិចវានឹង create ឲ្យវាកំពុងតែ process វាតាមពេលដែរបើគេប្រើច្រើនអាចនឹង slow អញ្ចឹងកន្លែងនេះវាដាច់បន្តិចអញ្ចឹងអ្នកនរគ្នាក៏ចុច create ម្ដងទៀតមកវា process ម្ដងទៀតអញ្ចឹងអូខេយើងចាំបន្តិចមកវាដាក់បាត់ដែរចាំយើងចុច create ម្ដងទៀតអូខេមកទៅអត់ដើរទេតោះតែយើងចុច create ម្ដងទៀតហ្នឹងមកទៅអូខេអញ្ចឹងយើងតោះចុច create ម្ដងទៀតមកអញ្ចឹងអូខេមកដល់កន្លែងនេះវា process ទៀតហើយយើងចុច create ម្ដងទៀតអូខេច្រឡំចុច create ហើយយើង scroll មកខំមកចាំបន្តិចអូខេនេះវា generate ឲ្យដាក់ពាក្យថាភ្នំពេញអញ្ចឹងចឹងបើអ្នកទាំងអស់គ្នាចង់ edit ទៅ text ផ្សេងអ្នកទាំងអស់គ្នាអាច edit បានបើអ្នកទាំងអស់គ្នាដាក់ភ្នំពេញយើងអាច edit ខាងក្នុងនេះមកអាចដាក់ជាវត្តភ្នំឬក៏អីអញ្ចឹងវា generate ឲ្យយើងបានស្អាតតែម្ដងអញ្ចឹងសម្រាប់ការ generate របស់ខ្ញុំមានប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ